Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Uding Tip Series ខ្ញុំបញ្ញាគឺជា host នៃ series មួយហ្នឹងហើយខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពី tip នៅក្នុងការប្រើប្រាស់ Uding PS នៅក្នុងអាជីវកម្មហើយសម្រាប់ episode ទី4របស់យើងខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពី feature មួយដែលវាមានសារៈសំខាន់ខ្លាំងមែនទែនក្នុងការធ្វើ marketing របស់អ្នកនរគ្នាចុង feature ហ្នឹងគឺជាការតាមដានមើលសកម្មភាពឬក៏ព័ត៌មានផលអតិថិជនរបស់យើងចុងយើងមកដឹងអំពី feature client ទាំងអស់គ្នាអូខេអញ្ចឹងយើងចូលទៅកាន់ feature ហ្នឹងទៅយើងនឹងឃើញឈ្មោះអតិថិជនរបស់យើងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងអាចតាមដានឬក៏យើងអាចមើលរាល់សកម្មភាពរបស់ពួកគាត់ថាតើគាត់ចូលចិត្តទិញអីជាងគេគាត់អាសាមកហាងរបស់យើងតើ top product របស់គាត់ហ្នឹងគឺជាអីគេអញ្ចឹងយើងអាចយកអាព័ត៌មានទាំងអស់ហ្នឹងយកទៅ apply ចូលទៅក្នុងយកទៅសារ marketing របស់យើងបានហើយថាយើងអាចធ្វើ promotion មិនដើម្បីទាក់ទាញអតិថិជនរបស់យើងហើយថាយើងអាចកែលម្អកន្លែងណាបានខ្លះដើម្បីបង្កើនការលក់អញ្ចឹងខ្ញុំសង្ឃឹមថា tip មួយហ្នឹងនឹងអាចជួយអ្នកនរគ្នាបាននៅក្នុងការបង្កើនការលក់អញ្ចឹង episode របស់យើងគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមបានបាយបាយជួបគ្នាវីដេអូក្រោយ